សៀវភៅ The Magic ភាគ4ថ្ងៃទី3សម្ព័ន្ធភាពដ៏ស័ក្តិសិទ្ធិឧបមាថាប្រសិនបើអ្នកជាមនុស្សចុងក្រោយនៅលើโลกនេះនោះអ្នកនឹងមិននឹកចង់ធ្វើអ្វីទៀតឡើយតើខំគូររូបធ្វើអ្វីប្រសិនបើគ្មានអ្នកមើលផងនោះតើខំនិពន្ធបទចម្រៀងធ្វើអ្វីបើគ្មានអ្នកណាស្ដាប់ផងនោះតើចេះច្នៃបង្កើតវត្ថុថ្មីៗឡើងមកធ្វើអ្វីបើគ្មានអ្នកណាប្រើវាផងនោះហើយគ្មានហេតុផលត្រូវដើរទៅណាមកណាទេព្រោះមិនថានៅទីកន្លែងណាក៏គ្មានអ្វីខុសគ្នាដែរគឺគ្មានមនុស្សទេដូច្នេះតើឲ្យរកភាពរីករាយឬសេចក្តីសុខមកពីណាក្នុងជីវិតការតាក់ទងនិងការមានបទពិសោធន៍រួមគ្នាជាមួយអ្នកដទៃនេះហើយដែលផ្ដល់សេចក្តីសុខអត្ថន័យនិងគោលដៅជីវិតហេតុនេះសម្ព័ន្ធភាពមានឥទ្ធិពលចំពោះជីវិតជាងរឿងផ្សេងៗដើម្បីទទួលបានជីវិតដូចក្តីស្រមៃគឺអាស្រ័យទៅលើអ្នកយល់ថាតើសម្ព័ន្ធភាពរបស់អ្នកជះឥទ្ធិពលចំពោះជីវិតអ្នកកម្រិតណាក្នុងពេលនេះហើយវាជាឱកាសដ៏មានថាមពលបំផុតចំពោះការដឹងគុណដើម្បីចាប់ផ្ដើមផ្លាស់ប្ដូរជីវិតអ្នកយ៉ាងមហាអស្ចារ្យកម្រិតណាពេលនេះវិទ្យាសាស្ត្របានទទួលស្គាល់បញ្ញាញាណរបស់អ្នកប្រាជ្ញកាលពីបុរាណហើយតាមរយៈការសិក្សានិងការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាមនុស្សដែលអនុវត្តដោយការដឹងគុណនឹងមានសម្ព័ន្ធភាពជិតស្និទ្ធស្រឡាញ់គ្រួសារនិងមិត្តភក្តិកាន់តែខ្លាំងថែមទាំងទទួលបានចំណាប់អារម្មណ៍និងការចូលចិត្តពីអ្នកដទៃទៀតផងតែមានស្ថិតិគួរឲ្យរន្ធត់មួយដែលបានពីការសិក្សាស្រាវជ្រាវបានបង្ហាញថាការរអ៊ូរទាំអំពីអ្នកដទៃម្ដងមិនថាជាគំនិតឬវិចារត្រូវតែមាន10រឿងល្អៗដើម្បីឲ្យសម្ព័ន្ធភាពដុះលូតលាស់ល្អបើការរអ៊ូម្ដងមានរឿងល្អៗតិចជាង10សម្ព័ន្ធភាពនឹងអាក្រក់ដូចជាជីវិតអាពាហ៍ពិពាហ៍វាទំនងជានឹងចប់ដោយការលែងលះគ្នាការដឹងគុណនឹងធ្វើឲ្យសម្ព័ន្ធភាពរីកលូតលាស់នៅពេលដែលអ្នកបង្កើតការដឹងគុណនិងសម្ព័ន្ធភាពណាមួយនោះអ្នកនឹងទទួលបានសេចក្តីសុខថ្កុំថ្កើងនិងរឿងល្អៗក្នុងជីវិតយ៉ាងមហស្ចារ្យហើយការដឹងគុណចំពោះសម្ព័ន្ធភាពវាពុំមែនផ្លាស់ប្ដូរត្រឹមតែសម្ព័ន្ធភាពនោះទេគឺផ្លាស់ប្ដូរខ្លួនអ្នកទៀតផងមិនថាអ្នកពូកែខឹងប៉ុណ្ណាការដឹងគុណអាចធ្វើឲ្យអ្នកក្លាយទៅជាមនុស្សពូកែអត់ធន់មានការយោគយល់មានការអាណិតអាសូរនិងមានសេចក្តីមេត្តាកាន់តែខ្លាំងរហូតដល់ចំណុចដែលអ្នកស្ទើរតែចាំខ្លួនឯងមិនបានកំហឹងបន្តិចបន្តួចដែលអ្នកមានឬការរអ៊ូទាំងពីររឿងសម្ព័ន្ធភាពវានឹងបាត់ទៅវិញព្រោះនៅពេលណាអ្នកដឹងគុណអ្នកណាម្នាក់ពិតប្រាកដនឹងគ្មានអ្វីដែលអ្នកនឹងចង់ផ្លាស់ប្ដូរក្នុងខ្លួនមនុស្សនោះទៀតទេអ្នកនឹងឈប់រអ៊ូរទាំស្ដីបន្ទោសឬតិចទៀនពួកគេព្រោះអ្នករវល់តែដឹងគុណចំពោះរឿងល្អរបស់ពួកគេតាមពិតអ្នកនឹងលែងមានថ្ងៃឃើញរឿងផ្សេងដែលអ្នកធ្លាប់រអ៊ូទៀតឡើយអ្នកនិពន្ធនិងអ្នកនិពន្ធអត្ថបទល្ខោន Thornton Wilder បាននិយាយថាយើងមានជីវិតរស់នៅត្រឹមតែនៅពេលដែលបេះដូងរបស់យើងដឹងដល់អ្វីដែលមានតម្លៃរបស់យើងប៉ុណ្ណោះពាក្យសម្ដីមានអានុភាពខ្លាំងក្លាណាស់ប្រសិនបើអ្នករអ៊ូដាក់អ្នកណាម្នាក់ជាអកុសលគឺអ្នកបំផ្លាញជីវិតខ្លួនឯងជីវិតរបស់អ្នកទៅវិញទេដែលមានបញ្ហាតាមច្បាប់នៃការស្រូបទាញមិនថាអ្នកគិតឬនិយាយពីនរណាទេអ្នកនឹងនាំវាមករកខ្លួនអ្នកនេះហើយគឺជាហេតុផលដែលអ្នកប្រាជ្ញនិងបរមគ្រូឆ្នើមនៅក្នុងលោកប្រាប់ឲ្យយើងអនុវត្តការដឹងគុណពួកគេដឹងច្បាស់ថាដើម្បីឲ្យទទួលបានកាន់តែច្រើនក្នុងជីវិតរបស់អ្នកដើម្បីឲ្យជីវិតអ្នកមានតែភាពថ្កុំថ្កើងយ៉ាងមហស្ចារ្យអ្នកត្រូវដឹងគុណអ្នកដទៃនៅក្នុងលក្ខណៈជារបស់គេបើមនុស្សចំណិតទាំងអស់របស់អ្នកនិយាយថាខ្ញុំស្រឡាញ់ឯងស្រឡាញ់ក្នុងលក្ខណៈជាឯងតើអ្នកនឹងមានអារម្មណ៍ដូចម្តេចគោលប្រតិបត្តិស័ក្តិសិទ្ធិនៃថ្ងៃនេះគឺការដឹងគុណមនុស្សនៅក្នុងលក្ខណៈជាខ្លួនពួកគេគឺពួកគេទោះសម្ព័ន្ធភាពរបស់អ្នកពេលនេះល្អតែវានឹងជួយបង្កើនភាពវិសេសថែមទៀតតាមរយៈគោលប្រតិបត្តិនេះហើយតាមរយៈអ្វីគ្រប់យ៉ាងដែលអ្នករកដើម្បីដឹងគុណក្នុងខ្លួនមនុស្សម្នាក់អ្នកនឹងឃើញថាការដឹងគុណស្ដែងភាពស័ក្តិសិទ្ធិយ៉ាងអស្ចារ្យរបស់វា
ហើយសម្ព័ន្ធភាពរបស់អ្នកនឹងស្អិតរមួតដូចក្តីប្រាថ្នានឹងថ្កុំកើនជាងដែលអ្នកធ្លាប់គិតថានឹងអាចទៅរួចទៅទៀតចូលជ្រើសរើសមនុស្សដែលមានសម្ព័ន្ធភាពជិតដិតនឹងអ្នកបំផុត3នាក់ដើម្បីធ្វើការដឹងគុណអ្នកអាចជ្រើសរើសភរិយាកូនប្រុសឪពុកសង្សារដៃគូធុរកិច្ចឬប្អូនស្រីអាចជ្រើសរើសមិត្តភក្តិដែលល្អបំផុតជីដូនឬអ៊ំអាចជ្រើសរើសមនុស្សដែលមានសម្ព័ន្ធភាពជិតដិតបំផុតក៏បាន3នាក់ដែលសំខាន់ចំពោះអ្នកតែអ្នកត្រូវតែមានរូបថតអ្នកទាំង3នាក់នោះរូបថតអាចជារូបថតរបស់គេតែម្នាក់ឯងឬរូបថតជាមួយនឹងអ្នកក៏បានពេលជ្រើសរើសមនុស្សដែលមានសម្ព័ន្ធភាពជិតដិតនឹងអ្នកចំនួន3នាក់នឹងថតរូបរបស់ពួកគេបានហើយចូលចាប់ផ្ដើមអនុវត្តភាពស័ក្តិសិទ្ធិទៅទៀតអង្គុយចុះហើយគិតដល់រឿងផ្សេងដែលអ្នកដឹងគុណចំពោះពួកគេម្នាក់ខ្លាំងបំផុតតើអ្នកស្រឡាញ់ចំណុចណាក្នុងខ្លួនគេតើគុណសម្បត្តិដែលល្អបំផុតរបស់គេគឺអ្វីអ្នកនឹកគុណដែលគេចេះអត់ធន់នៅក្នុងការស្ដាប់មានទេពកោសល្យមានកម្លាំងចិត្តសម្រេចចិត្តដាច់ខាតឆ្លៀសវៃពូកែសើចមានអារម្មណ៍រីករាយកែវភ្នែកភ្លឺថ្លាញញឹមស្រស់និងទឹកចិត្តដ៏ល្អប្រពៃរបស់ពួកគេអ្នកនឹកគុណដល់រឿងផ្សេងដែលអ្នកធ្វើរួមជាមួយគេឬនឹកដល់កំឡុងពេលដែលគេនៅដើម្បីអ្នកយកចិត្តទុកដាក់និងគាំទ្រអ្នកបន្ទាប់ពីគិតដល់រឿងដែលអ្នកត្រូវដឹងគុណក្នុងខ្លួនមនុស្សនោះមួយរយៈហើយចូលដាក់រូបរបស់គេនៅខាងមុខអ្នករួចហើយសរសេររឿងដែលអ្នកត្រូវដឹងគុណខ្លាំងបំផុតនៅក្នុងខ្លួនមនុស្សនោះ5រឿងចូលទៅក្នុងសៀវភៅឬកុំព្យូទ័រសរសេរបណ្ដើរសម្លឹងមើលរូបថតគេបណ្ដើរចាប់ផ្ដើមមួយប្រយោគដោយសរសេរពាក្យថាអរគុណរួចដាក់ឈ្មោះគេរួចហើយសរសេរនៅអ្វីដែលអ្នកមានអារម្មណ៍ដឹងគុណអរគុណឈ្មោះរបស់គេចំពោះរឿងអ្វីឧទាហរណ៍អរគុណចនដែលតែងតែធ្វើឲ្យខ្ញុំសើចឬអរគុណម៉ែដែលគាំទ្រកូនឲ្យបានរៀនរហូតដល់ចប់មហាវិទ្យាល័យធ្វើកំណត់ត្រារួចទាំង3នាក់ហើយចូលបន្តគោលប្រតិបត្តិស័ក្តិសិទ្ធិនេះដោយដាក់រូបរបស់ពួកគេតាមខ្លួននៅកន្លែងធ្វើការក្នុងថ្ងៃនេះដាក់កន្លែងដែលអ្នកអាចឃើញញឹកញាប់នៅពេលណាក៏ដោយតែអ្នកឃើញរូបថតនោះនៅក្នុងថ្ងៃនេះចូលនឹកគុណបុគ្គលនោះដោយការនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណដូចជាអរគុណហេលីប្រសិនបើអ្នកមិនសូវនៅកន្លែងធ្វើការទេចូលដាក់រូបថតនោះតាមហោប៉ៅឬកាបូបហើយព្យាយាមមើលរូបថតនោះឲ្យបាន3ដងក្នុងមួយថ្ងៃដោយធ្វើដូចគ្នាគ្រប់ទាំង3នាក់ពេលនេះអ្នកដឹងពីវិធីប្រើធម៌ពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីផ្លាស់ប្ដូរសម្ព័ន្ធភាពរបស់អ្នកឲ្យក្លាយជាសម្ព័ន្ធភាពស័ក្តិសិទ្ធិហើយទោះបីជាវាពុំមែនជាផ្នែកមួយនៃគោលបំណងក្នុងសៀវភៅនេះតែអ្នកអាចនាំយកគោលការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះទៅប្រើរាល់ថ្ងៃបានបើអ្នកចាំបាច់ត្រូវធ្វើឲ្យសម្ព័ន្ធភាពរបស់អ្នកបានល្អពិសេសអ្នកអាចប្រើវាជាច្រើនដងក៏បានតាមដែលអ្នកចង់អ្នកកាន់តែដឹងគុណដល់រឿងល្អៗក្នុងសម្ព័ន្ធភាពខ្លាំងប៉ុណ្ណាគ្រប់សម្ព័ន្ធភាពក្នុងជីវិតរបស់អ្នកក៏នឹងផ្លាស់ប្ដូរយ៉ាងអស្ចារ្យតាមនោះដែរគោលប្រតិបត្តិស័ក្តិសិទ្ធិលេខ3សម្ព័ន្ធភាពដ៏ស័ក្តិសិទ្ធិ1អនុវត្តគោលប្រតិបត្តិស័ក្តិសិទ្ធិលេខ1គឺគិតដល់តែរឿងល្អៗនៃជីវិតសារឡើងវិញពីប្រការ1ដល់ប្រការ3ដោយកត់ត្រារឿងល្អៗ10យ៉ាងរួចសរសេរហេតុផលដែលអ្នកត្រូវដឹងគុណអានកំណត់ត្រានេះសារជាថ្មីម្ដងទៀតលុះពេលអានរឿងល្អនីមួយៗចប់ហើយចូលនិយាយថាអរគុណអរគុណអរគុណហើយធ្វើឲ្យអារម្មណ៍ដឹងគុណចំពោះអ្វីល្អៗទាំងនោះមានសភាពជ្រាលជ្រៅបំផុតតាមតែអាចធ្វើទៅបាន2ជ្រើសរើសមនុស្សដែលជិតដិតបំផុតចំនួន3នាក់និងរករូបថតរបស់ពួកគេឲ្យបាន3ដាក់រូបថតនៅពីមុខរួចសរសេរពីអ្វីដែលអ្នកត្រូវដឹងគុណខ្លាំងបំផុតចំពោះបុគ្គលនោះឲ្យបាន5ចំណុចចូលទៅក្នុងសៀវភៅឬក្នុងកុំព្យូទ័រ4ចូលចាប់ផ្ដើមមួយប្រយោគដោយពាក្យស័ក្តិសិទ្ធិគឺអរគុណរួចថែមដោយឈ្មោះបុគ្គលនោះនិងអ្វីដែលអ្នកដឹងគុណខ្លាំងជាងគេ5ដាក់រូបថតទាំង3តាមខ្លួនអ្នកក្នុងថ្ងៃនេះឬដាក់នៅកន្លែងដែលអ្នកបានមើលឃើញញឹកញាប់ត្រូវឆ្លៀតមើលរូបថតទាំងនោះយ៉ាងតិចឲ្យបាន3ដងក្នុងមួយថ្ងៃនិយាយអរគុណនឹងរូបថតរបស់ពួកគេដូចជាអរគុណហេលីជាដើម6មុនចូលគេងយប់នេះ
ចូលក្តាប់ថ្មស័ក្តិសិទ្ធិក្នុងដៃម្ខាងរួចនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណសម្រាប់រឿងល្អបំផុតដែលបានកើតឡើងនៅក្នុងថ្ងៃនេះថ្ងៃទី4សុខភាពស័ក្តិសិទ្ធិកវីរ៉ូម៉ាំងម្នាក់ឈ្មោះ Virgil បាននិយាយថាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតគឺសុខភាពគឺជាវត្ថុមានតម្លៃបំផុតក្នុងជីវិតតែយើងមិនផ្ដល់ភាពសំខាន់ដល់សុខភាពទេហើយពួកគេភាគច្រើនគិតដល់សុខភាពតែនៅពេលដែលឈឺប៉ុណ្ណោះក្រោយមកទើបដឹងថាបើសុខភាពមិនល្អប្រៀបដូចជាគ្មានអ្វីទាំងអស់សុភាសិតអ៊ីតាលីមួយនិយាយពីការពិតអំពីសុខភាពរបស់យើងថាអ្នកមានសុខភាពល្អគឺអ្នកមានទោះគេមិនដឹងខ្លួនក៏ដោយយើងកម្រគិតពីរឿងសុខភាពណានៅពេលដែលយើងសុខសប្បាយយើងនឹងយល់ការពិតពីសម្ដីនេះនៅពេលដែលអ្នកមានបញ្ហាបន្តិចបន្តួចដូចជាដាសាយឬក៏គ្រុនហើយបង្ខំសម្រាកនៅលើគ្រែនៅពេលដែលមិនស្រួលខ្លួនអ្វីដែលអ្នកត្រូវការបំផុតគឺសូមឲ្យមានអារម្មណ៍ល្អឡើងវិញគ្មានអ្វីសំខាន់ជាងការសូមឲ្យសុខភាពល្អរបស់អ្នកវិលមកវិញឡើយសុខភាពគឺជាពរប្រទានសម្រាប់ជីវិតវាជាអ្វីដែលអ្នកត្រូវទទួលបាននិងទទួលជាបន្តបន្ទាប់រៀងរាល់ថ្ងៃលើសពីអ្វីដែលអ្នកត្រូវធ្វើដើម្បីមានសុខភាពល្អនោះគឺយើងត្រូវដឹងគុណដល់សុខភាពរបស់យើងដើម្បីទទួលបានសុខភាពដែលកាន់តែប្រសើរជាបន្តបន្ទាប់ចូលចងចាំថាអ្នកដែលដឹងគុណសុខភាពបានច្រើននឹងទទួលបានសុខភាពកាន់តែល្អប្រសើរលើសលប់អ្នកដែលដឹងគុណសុខភាពតិចតួចនឹងត្រូវរឹបអូសទៅវិញសូម្បីតែវត្ថុបន្តិចបន្តួចដែលខ្លួនមានអ្នកប្រហែលជាធ្លាប់ស្គាល់មនុស្សដែលខំថែរក្សាសុខភាពតែសុខភាពនៅតែអាក្រក់ដដែលការផ្ដល់អំណរគុណចំពោះសុខភាពដើម្បីឲ្យបានទទួលសុខភាពល្អប្រសើរគឺជារឿងសំខាន់ខ្លាំងណាស់ពេលអ្នកដឹងគុណចំពោះសុខភាពវាមិនត្រឹមតែរក្សាសុខភាពបច្ចុប្បន្នរបស់អ្នកឲ្យល្អនោះទេតែទន្ទឹមគ្នានេះអ្នកក៏កំពុងតែបង្កើតភាពស័ក្តិសិទ្ធិឲ្យធ្វើការដើម្បីបង្កើតសុខភាពល្អដល់អ្នកនឹងចាប់ផ្ដើមឃើញភាពល្អប្រសើរឡើងចំពោះសុខភាពរបស់អ្នកកាន់តែច្បាស់អាការៈបន្តិចបន្តួចដូចជាអាចរុយស្នាមដំបៅឬស្នាមជាំអ្វីក៏ដោយក៏នឹងចាប់ផ្ដើមរលាយបាត់ទៅយ៉ាងស័ក្តិសិទ្ធិអ្នកនឹងសង្កេតឃើញពីថាមពលនៃភាពស្រស់បំព្រងនិងសេចក្តីសុខដែលកាន់តែកើនឡើងបានយ៉ាងច្បាស់លាស់តាមដែលអ្នកនឹងបានរៀនគោលប្រតិបត្តិបន្តពីនេះរហូតដល់គោលប្រតិបត្តិនៃការដឹងគុណប្រចាំថ្ងៃដើម្បីសុខភាពរបស់អ្នកបង្កើនប្រសិទ្ធភាពក្រសែភ្នែកការស្ដាប់ឮនិងវិញ្ញាណទាំងអស់របស់អ្នកឲ្យកាន់តែប្រសើរឡើងព្រមគ្នានៅរាល់នាទីនៃរាងកាយអ្វីទាំងនេះកើតឡើងដូចគេជប់លោក John Henry Jowett បាននិយាយថាការដឹងគុណគឺជាវ៉ាក់សាំងជាសារធាតុប្រឆាំងជាតិពុលនិងជាថ្នាំសម្រាប់មេរោគអ្នកដឹងគុណចំពោះសុខភាពដល់កម្រិតណាសុខភាពរបស់អ្នកនឹងកើនឡើងយ៉ាងអស្ចារ្យដល់កម្រិតនោះដែរចំណែកភាពរមើលគុណវិញបើវាមានដល់កម្រិតណាសុខភាពរបស់អ្នកនឹងទ្រុឌទ្រោមដល់កម្រិតនោះដែរការមានជីវិតរស់នៅក្នុងស្ថានភាពសុខភាពទ្រុឌទ្រោមមានន័យថាថាមពលការមានជីវិតស្រស់បំព្រងប្រព័ន្ធការពារខ្លួនប្រាណគំនិតពិចារណានិងគ្រប់តួនាទីរបស់ផ្លូវកាយនិងផ្លូវចិត្តត្រូវចុះខ្សោយការដឹងគុណចំពោះសុខភាពធានាថាអ្នកនឹងមានសុខភាពកាន់តែល្អប្រសើរហើយក្នុងពេលតែមួយវាក៏លុបបំបាត់ភាពតានតឹងលើរាងកាយនិងចិត្តគំនិតរបស់អ្នកផងដែរការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្របង្ហាញឲ្យឃើញថាភាពតានតឹងគឺជាឫសគល់នៃជំងឺទាំងឡាយទាំងពួងការសិក្សានោះបន្ថែមទាំងបង្ហាញទៀតថាអ្នកដែលអនុវត្តដោយការដឹងគុណគឺជាសះស្បើយលឿនជាងនិងទំនងជាមានជីវិតរស់នៅយូរជាងទៅដល់7ឆ្នាំអ្នកអាចមើលសភាពសុខភាពអ្នកក្នុងពេលនេះបានថាតើអ្នកដឹងគុណចំពោះសុខភាពកម្រិតណាអ្នកគួរតែរំភើបជារៀងរាល់ថ្ងៃបើអ្នកមានអារម្មណ៍តានតឹងមានអារម្មណ៍ដូចជាប្រើការព្យាយាមជាខ្លាំងទើបជីវិតឈានទៅមុខឬបើអ្នកគ្មានអារម្មណ៍ក្មេងជាងវ័យទេមានន័យថាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពសុខភាពទ្រុឌទ្រោមហើយមូលហេតុសំខាន់មួយយ៉ាងក្នុងការបាត់បង់ភាពមានជីវិតរស់រវើកគឺខ្វះការដឹងគុណប៉ុន្តែអ្វីៗទាំងអស់នេះកំពុងតែផ្លាស់ប្ដូរហើយព្រោះអ្នកកំពុងតែប្រើថាមពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីសុខភាពផ្លូវកាយរបស់អ្នកនោះឯង
គោលប្រតិបត្តិសុខភាពស័ក្តិសិទ្ធិចាប់តាមដោយការអានកថាខណ្ឌខាងក្រោមអំពីសុខភាពផ្លូវកាយរបស់អ្នកក្រោយពីអ្នកអានអក្សរដិតស្ដីអំពីផ្នែកផ្សេងៗនៃរាងកាយអ្នកហើយចូលបិទភ្នែកទន្ទិញអក្សរដិតនៅក្នុងចិត្តហើយប្រើអារម្មណ៍ដឹងគុណចំពោះផ្នែកនោះនៃរាងកាយឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានចូលចាំថាពេលអ្នកគិតដល់ហេតុផលថាហេតុអ្វីទើបអ្នកត្រូវដឹងគុណនោះវានឹងជួយឲ្យអ្នកមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងបើអ្នកមានអារម្មណ៍ជ្រាលជ្រៅប៉ុណ្ណាអ្នកនឹងមានអារម្មណ៍ដឹងនឹងឃើញពីផលដែលកើតឡើងដល់រាងកាយយ៉ាងមហស្ចារ្យកាន់តែលឿនប៉ុណ្ណោះដែរចូលគិតដល់ជើងនិងបាតជើងទាំងពីររបស់អ្នកវាគឺជាអវយវៈដ៏សំខាន់ដែលជួយឲ្យអ្នកទៅណាមកណាបាននៅក្នុងជីវិតនេះគិតដល់គ្រប់រឿងដែលអ្នកប្រើជើងឲ្យធ្វើការដូចជាទ្រខ្លួនឈរអង្គុយហាត់ប្រាណរាំរែកឡើងកាំជណ្ដើរបើកឡាននិងលើសពីអ្វីទាំងអស់គឺបដិហានៃការដើរជើងនិងបាតជើងរបស់អ្នកធ្វើឲ្យអ្នកបានដើរជុំវិញផ្ទះទៅបន្ទប់ទឹកទៅផ្ទះបាយដើម្បីយកភេសជ្ជៈនិងឡើងឡានជើងនិងបាតជើងរបស់អ្នកជួយឲ្យអ្នកបានដើរជុំវិញហាងទំនិញផ្សេងៗដើរតាមផ្លូវដើរទៅអាកាសយានដ្ឋាននិងដើរតាមឆ្នេរសមុទ្រសមត្ថភាពនៅក្នុងការដើរគឺផ្ដល់ឲ្យយើងនូវសេរីភាពដើម្បីរីករាយនឹងជីវិតចូលនិយាយថាអរគុណជើងនិងបាតជើងទាំងពីររបស់ខ្ញុំហើយត្រូវមានចិត្តឲ្យពិតប្រាកដដូចអ្វីដែលយើងនិយាយនោះចូលគិតដល់ដៃនិងបាតដៃទាំងពីររបស់អ្នកថាតើមានអ្វីខ្លះដែលអ្នកអាចចាប់កាន់បានក្នុងមួយថ្ងៃបាតដៃរបស់អ្នកគឺជាឧបករណ៍ដ៏សំខាន់នៃជីវិតយើងប្រើវាពេញមួយថ្ងៃគ្មានពេលឈប់និងជារៀងរាល់ថ្ងៃដៃរបស់អ្នកធ្វើការឲ្យអ្នកបានសរសេរអក្សរញ៉ាំអាហារប្រើទូរស័ព្ទប្រើកុំព្យូទ័รงូតទឹកតែងខ្លួនប្រើបន្ទប់ទឹកចាប់វត្ថុផ្សេងកាន់និងធ្វើគ្រប់យ៉ាងដើម្បីខ្លួនអ្នកបើមិនប្រើដៃទេអ្នកប្រហែលជាត្រូវពឹងអ្នកដទៃឲ្យជួយនេះជួយនោះមិនខានដូច្នេះចូលនិយាយថាអរគុណដៃបាតដៃនិងម្រាមដៃរបស់ខ្ញុំចូលគិតដល់វិញ្ញាណដ៏គួរឲ្យស្ញើចរបស់អ្នកជីវហាវិញ្ញាណជួយឲ្យអ្នករីករាយជាខ្លាំងពេលដែលអ្នកញ៉ាំនិងផឹកក្នុងមួយថ្ងៃអ្នកដឹងច្បាស់ណាស់ថានៅពេលផ្ទះសាយអ្នកនឹងបាត់បង់ជីវហាវិញ្ញាណព្រមទាំងសេចក្តីសុខនៅក្នុងការញ៉ាំនិងការផឹកផងដែរដែលធ្វើឲ្យអ្នកមិនដឹងរសជាតិនៃអាហារនិងភេសជ្ជៈឡើយចូលនិយាយថាអរគុណជីវហាវិញ្ញាណដ៏គួរឲ្យស្ញើចរបស់ខ្ញុំខៀនវិញ្ញាណធ្វើឲ្យអ្នកដឹងក្លិនក្រអូបឈ្ងុយឈ្ងប់នៃជីវិតផ្សេងដូចជាក្លិនផ្កាក្លិនទឹកអប់កម្រាលពូកល្អស្អាតអាហារដែលកំពុងធ្វើក្តៅភ្លើងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងយប់ត្រជាក់អាកាសធាតុនៅរដូវក្តៅស្មៅដែលទើបនឹងកាត់ថ្មីនិងក្លិនដីក្រោយភ្លៀងធ្លាក់ចូលនិយាយថាអរគុណខៀនវិញ្ញាណដ៏អស្ចារ្យរបស់ខ្ញុំប្រសិនបើគ្មានកាយវិញ្ញាណទេអ្នកគ្មានថ្ងៃញែកដឹងពីអ្វីក្តៅអ្វីត្រជាក់អ្វីរឹងអ្វីទន់ឬអ្វីរាបឬអ្វីក៏គ្រាតឡើយអ្នកក៏មិនអាចដឹងពីវត្ថុអ្វីផ្សេងឬសម្ដែងការស្រឡាញ់ឬការទទួលសេចក្តីស្រឡាញ់ខាងរាងកាយបានដែរកាយវិញ្ញាណធ្វើឲ្យអ្នកអាចប៉ះពាល់ឬអោបមនុស្សដែលអ្នកស្រឡាញ់យ៉ាងកក់ក្ដៅធ្វើឲ្យប៉ះត្រូវនិងដឹងពីដៃរបស់មនុស្សម្នាក់ទៀតនេះគឺជារឿងដែលមានតម្លៃបំផុតក្នុងជីវិតចូលនិយាយថាអរគុណកាយវិញ្ញាណដ៏មានតម្លៃរបស់ខ្ញុំចូលគិតដល់បដិហានៃកែវភ្នែកដែលធ្វើឲ្យអ្នកមើលឃើញមនុស្សដែលអ្នកស្រឡាញ់និងមិត្តភ័ក្តិអានសៀវភៅកាសែតនិងអ៊ីមែលមើលទូរទស្សន៍មើលឃើញសម្រស់ដ៏ស្រស់បំព្រងរបស់ធម្មជាតិនិងអ្វីដែលសំខាន់បំផុតនោះគឺមើលឃើញផ្លូវមួយជីវិតរបស់អ្នកគ្រាន់តែបិទភ្នែកមួយសន្ទុះនិងព្យាយាមធ្វើអ្វីដែលអ្នកធ្លាប់ធ្វើនោះអ្នកនឹងរំភើបចំពោះកែវភ្នែករបស់ខ្លួនឯងចូលនិយាយថាអរគុណកែវភ្នែកដែលធ្វើឲ្យខ្ញុំមើលឃើញអ្វីៗគ្រប់យ៉ាងចូលគិតដល់ត្រចៀករបស់អ្នកដែលធ្វើឲ្យអ្នកបានឮសំឡេងខ្លួនឯងនិងអ្នកដទៃនឹងធ្វើឲ្យអ្នកជជែកជាមួយអ្នកណាម្នាក់បានបើគ្មានត្រចៀកនិងសោតវិញ្ញាណទេអ្នកនឹងមិនអាចប្រើទូរស័ព្ទស្ដាប់តន្ត្រីស្ដាប់វិទ្យុស្ដាប់ឮមនុស្សដែលអ្នកស្រឡាញ់និយាយឬស្ដាប់ឮគ្រប់សំឡេងនៅក្នុងលោកបានឡើយចូលនិយាយថាអរគុណចំពោះការបានឮរបស់ខ្ញុំដើម្បីប្រើវិញ្ញាណណាមួយរបស់អ្នក
វានឹងមិនអាចទៅរួចបានឡើយបើអ្នកមិនមានខួរក្បាលសម្រាប់វាយតម្លៃទិន្នន័យច្រើនជាង1លានក្នុង1វិនាទីឆ្លងកាត់ផ្លូវវិញ្ញាណគ្រប់ផ្នែករបស់អ្នកដោយសារតែខួរក្បាលរបស់អ្នកទើបធ្វើឲ្យអ្នកអាចទទួលដឹងនិងជួបហេតុការណ៍ផ្សេងៗក្នុងជីវិតហើយពុំទាន់មានបច្ចេកវិទ្យាកុំព្យូទ័រណាក្នុងโลกអាចជំនួសវាបានឡើយចូលនិយាយថាអរគុណខួរក្បាលនិងចិត្តគំនិតដ៏អស្ចារ្យរបស់ខ្ញុំចូលគិតដល់កោសិការាប់លានដែលកំពុងតែធ្វើការដោយគ្មានពេលឈប់សម្រាកមួយថ្ងៃ24ម៉ោងមួយសប្តាហ៍7ថ្ងៃដើម្បីសុខភាពរាងកាយនិងជីវិតរបស់អ្នកចូលនិយាយថាអរគុណកោសិកាចូលគិតដល់អវយវៈដែលជួយចិញ្ចឹមជីវិតរបស់អ្នកដែលកំពុងតែច្រោះធ្វើការសម្អាតនិងធ្វើគ្រប់យ៉ាងក្នុងរាងកាយឲ្យថ្មីជាបន្តបន្ទាប់និងគិតដល់ការពិតតែថាអវយវៈរបស់អ្នកទាំងអស់នេះសុទ្ធតែធ្វើតួនាទីស្វ័យប្រវត្តិដោយគ្មានអ្នកទោះបីអ្នកបានត្រឹមតែគិតអំពីវាចូលនិយាយថាអរគុណអវយវៈទាំងអស់ដែលធ្វើការយ៉ាងល្អបំផុតប៉ុន្តែអ្វីដែលអស្ចារ្យជាងវិញ្ញាណប្រព័ន្ធតួនាទីឬអវយវៈផ្សេងៗនៅក្នុងរាងកាយទៀតនោះគឺបេះដូងរបស់អ្នកបេះដូងគ្រប់គ្រងអវយវៈគ្រប់ផ្នែកទាំងអស់ព្រោះបេះដូងជាអ្នកទ្រទ្រង់ជីវិតឲ្យមានចរន្តវិលចុះឡើងនៅគ្រប់ប្រព័ន្ធក្នុងរាងកាយរបស់អ្នកចូលនិយាយថាអរគុណបេះដូងដែលរឹងមាំនិងមានសុខភាពល្អរបស់ខ្ញុំបន្ទាប់មកចូលចាប់ក្រដាសមួយសន្លឹកហើយសរសេរអក្សរធំៗថាគឺដោយពរប្រទានសុខភាពនេះឯងដែលធ្វើឲ្យខ្ញុំរស់រានមានជីវិតយកក្រដាសទៅជាមួយអ្នកក្នុងថ្ងៃនេះដាក់វានៅកន្លែងដែលងាយនឹងមើលឃើញយ៉ាងច្បាស់បើអ្នកធ្វើការនៅក្នុងការិយាល័យចូលដាក់វានៅខាងមុខអ្នកបើអ្នកកំពុងតែបើកឡានចូលដាក់នៅខាងមុខកន្លែងបើកបើអ្នកតែងតែនៅផ្ទះអ្នកអាចដាក់វានៅកន្លែងលាងដៃឬក្បែរទូរស័ព្ទរបស់អ្នកគឺរកកន្លែងណាដែលអ្នកអាចមើលឃើញសារនេះជាញឹកញាប់បំផុតថ្ងៃនេះចូលប្រើពេល4ពេលខុសពីគ្នាពេលឃើញសេចក្តីនេះចូលអានវាយឺតម្ដងមួយពាក្យហើយនឹកគុណដល់ការប្រទានសុខភាពឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានការដឹងគុណចំពោះពរប្រទានសុខភាពគឺជាបច្ច័យមួយថែរក្សាសុខភាពរបស់អ្នកហើយធានាថាវានឹងធ្វើឲ្យសុខភាពរបស់អ្នកកាន់តែល្អប្រសើរឡើងដោយបង្កើនកម្លាំងពលំនិងភាពភ្លៀវខ្លាដល់ជីវិតប្រសិនបើយើងប្រើការដឹងគុណរួមផ្សំនឹងការព្យាបាលផ្នែកពេទ្យតាមធម្មតាយើងនឹងឃើញការផ្លាស់ប្ដូរផ្នែកសុខភាពអត្រាការជាសះស្បើយព្រមទាំងភាពស័ក្តិសិទ្ធិផ្សេងៗដែលយើងមិនធ្លាប់ជួបមកពីមុនគោលប្រតិបត្តិស័ក្តិសិទ្ធិលេខ4សុខភាពស័ក្តិសិទ្ធិ 1. អនុវត្តគោលប្រតិបត្តិស័ក្តិសិទ្ធិលេខ1គឺគិតដល់តែរឿងល្អៗនៃជីវិតសារឡើងវិញពីប្រការ1ដល់ប្រការ3ដោយកត់ត្រារឿងល្អៗ10យ៉ាងរួចសរសេរហេតុផលដែលអ្នកត្រូវដឹងគុណអានកំណត់ត្រានេះសារជាថ្មីម្ដងទៀតលុះពេលអានរឿងល្អនីមួយៗចប់ហើយចូលនិយាយថាអរគុណហើយធ្វើឲ្យអារម្មណ៍ដឹងគុណចំពោះអ្វីល្អៗទាំងនោះមានសភាពជ្រាលជ្រៅបំផុតតាមដែលអាចធ្វើទៅបាន 2. ចូលសរសេរសារនៅលើក្រដាសឬកាតថាគឺដោយពរប្រទានសុខភាពនេះឯងដែលធ្វើឲ្យខ្ញុំរស់រានមានជីវិត 3. ដាក់បន្ទះក្រដាសសំណេរត្រង់ទីណាដែលអ្នកអាចមើលឃើញយ៉ាងច្បាស់និងញឹកញាប់ក្នុងថ្ងៃនេះ 4. ត្រូវមើលសារនេះយ៉ាងតិច4ដងក្នុងមួយថ្ងៃអានសារនេះយឺតៗនិងប្រើអារម្មណ៍ដឹងគុណឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានអំពីអត្ថន័យនៃពរប្រទានដ៏មានតម្លៃដល់សុខភាព 5. មុនចូលគេងយប់នេះចូលក្តាប់ថ្មស័ក្តិសិទ្ធិក្នុងដៃម្ខាងហើយនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណសម្រាប់រឿងល្អបំផុតដែលកើតឡើងនៅក្នុងកំឡុងថ្ងៃនេះ